ភាពក្នុងការដាក់អូហាឡៃនៅដល់បានដល់គួរថ្ងៃនេះហេរ៉ូពូរបស់ខុយលីមានតែ4តែម្ដងគឺជាអៀតមែនតែបើគឺជាអន្ទាក់តែបើបែនចាំពីហេរ៉ូដែលខ្ញុំនិយាយអត់ Land slot និង no land វាជាអ្វីដែលខ្ញុំគិតប៉ុន្តែខ្ញុំអត់នៅ team house របស់ Pro Esport ទេខ្ញុំដឹងតែគាត់លេងអីនេះគ្នាប៉ុន្តែបើថ្ងៃនេះ utility jungler ដែលជា Basia ចេញមកប៉ះ no land ណាត្រៀមចិត្តទទួលយកការវាយព្រៃចាប់ពីនាទីទី0ទៅយកមក Wow Oh my god ឥឡូវចាញ់ហើយហារ៉ាត់មកអត់បងព្រោះដោយសារតែហារ៉ាត់ក៏ភាគរយក្នុងការលេងបានដូចគ្នាបាទជឿស៊ីនហារ៉ាត់ដាក់មកមិនណាយករ៉េណាក៏បានដែរយករ៉េណាក៏បានដែរទុកកដោអូសល់គូនេះដែរអត់ surprise ខ្ញុំបងតែទីគូនេះវារោមរូបភាពហ្នឹងអាចដែរព្រោះពេលធ្លាប់លេងយេបើគូនេះវាចាំងឥឡូវគឺអត់ surprise ខ្ញុំទេតែពេលលេងគូនេះវារោមហើយខ្ញុំចង់បាន no land និង land slot ហើយខ្ញុំមានអីនិយាយតទៀតទៅលើអាពីរ៉ូដែលខ្ញុំនិយាយហ្នឹងប៉ុន្តែតគេ pick សិនបាទឥឡូវសំខាន់ខ្ញុំចង់បានគូនេះវានេះរោមLet's go តែតដើមយករ៉េណាមុនមកសំខាន់ឥឡូវហារ៉ាត់កំពុងបើតែមានអ្នកដដើមក្នុងការលេងបាទដែលនិយាយយ៉ាង hero meta វាធំតែចតុល hero មានច្រើនបាទបើយើងនៅ first យើង pick កន្លែងដែលមានឱកាស ban អត់អីទេតែបើសិនជាយើង pick គេសល់ឱកាស pick តែបើ skin នៅ second គេ pick គេមានឱកាស ban យកមក pick នៅ slot ទី3ក៏បាន pick នៅ slot ទី5ក៏បានបាទអំណោយផលតែខ្ញុំថាគាត់គួរតែយក second បាទយូរណាស់ក៏ដូចជាខាលេតយូរណាស់ហើយ Felix អើយ Felix សអេលីសហើយនឹង Phobia ពីនេះបើសិនជា pick ឥឡូវគឺបាននេះគ្នាសូរ៉ាឥឡូវនេះ damage មិន damage តាមក៏មិនតាន់ដែរបាទអត់ recommend នោះទេតែបើសិនជាចាំ last pick expert in land តើគូនេះវានេះចាំង gold pick យូរសងហ្មងទៅធ្ងន់ខ្ញុំជឿថា Phobia ហើយនឹង Ellie ពីរនឹងយកមកឲ្យហើយល្អបាទហើយចាំឲ្យគេទី land ចាំង gold ក៏ដូចជា land gold land បាទតែ gold land បើ pick 500ឥឡូវក៏តំណងណាព្រោះយើងមាន4 band បន្តពីការ pick ហ្នឹងហ្នឹងហើយបាទ500 Grangerតែគាត់ថាមក3 slot របស់ Galaxy Legend ហារ៉ាត់អាចលេងបានបើបាក់តាហាលេងមួយ Sora The clouds are ever shifting but this heart remains steadfast ទទួលស្គាល់ថា Sora វាមានចំណុចខ្សោយត្រង់នៅពេលដែលវាដាស់បាទដើម្បីអូសគេមកគេអាច flick បានតែយើងត្រូវការ make ដែល combo ចាប់ជើងពេលហ្នឹងដែលជា YV ឥឡូវ make យើងពី Jusin បាទដែរបាទវគ្គដែលមាន Jusin យើងត្រូវការ hero ដែលបើកមុខដើម្បី Jusin ទូ make free អាចជា expert land ឬ jungle បាទបើសិនជា jungle ជាគូនេះវាមិនពេញសាច់ទេក្នុងការបើកមុខវាតាន់ពេកទេហ្នឹងក៏រហូតតែង front line មួយទៀត Sora បាទហ្នឹងចង់និយាយថានឹងសល់តែង Sora បាទហ្នឹងបាទចឹងមកខ្ញុំកៀង Sora ហ្នឹងយកឡត់ខ្ញុំគិតថាគាត់នឹង pick EXP បើកសាច់ឥឡូវខ្ញុំគិតភាគរយច្រើនមែនតើគូនេះវានេះរ៉ូមគាត់នឹង pick ចាំងឥឡូវបើកសាច់តែសល់តែមួយដែរប៉ុណ្ណោះគឺបើកវា Oh my god 7 hero ចាំង color ដែលខ្ញុំនិយាយមុននឹងចាប់ដើមប្រកួតគឺប្រើទាំងអស់គាត់តែមានខ្លះ band ខ្លះ pick បាទ Oh my god ថ្ងៃនេះគឺជាថ្ងៃដែលចង់រុញ D-Rod ឲ្យចេញមកហ្មងហីតែបើ D-Rod ចេញមកខ្ញុំ recommend Roamer ជា cheap តែ Roamer មានគូនេះវាអីណាបាទអត់ទេចាំយើងជាមួយនេះគ្នាការ band បន្តជាមួយនឹង YV របស់លោកគ្រូ Cat គាត់បាទតែស្លុត band ចុងក្រោយរបស់គាត់ Overland បាទបាត់ Overland ទេព្រោះដោយសារឥឡូវគាត់នៅអត់ទាន់ pick make ខ្ញុំអាចរក balance ឲ្យរុនបាន5 10វគ្គដែលគាត់លេងគេ ban balance គាត់បើដល់តែលើកហ្នឹង3មានតែ2វគ្គដែលគេបើកហើយបាទនិយាយទៅអាចជួបជាមួយនឹងវត្តមានរបស់រុនគឺដឹងតែ ban balance គ្មាន Phoenix បើកហើយតែប៉ាក់គ្នាអញចង់លេងហ្នឹងចង់ជិលបោះចោល Yes sir កលៀវវ៉ាន់ខណៈពេលតែមួយនៅសល់សិធានដែររុនក៏ដូចជា Fasha ដូចគ្នាបាទបងហារ៉ាត់មកហើយអត់ឬក៏យ៉ាងណាដែរព្រោះដោយសារតែយើងមើលទៅជាមួយនឹង Pro Esport អត់ទាន់ចេញ Goland ទេបងបាទតែ Melisa មកខ្ញុំគិតថា Goland ទុក surprise ចុងក្រោយក៏បានបាទ surprise Melisa មកទៅបាទហើយ Melisa វាមានអាប៉ើងបុកហារ៉ាត់ទៀតបើសិនជាគេយកហារ៉ាត់បាទខារីនោះទេខារីនៅក្នុងមេតានេះគេតឡើងម៉ាណា skill ទី1ទី2របស់វាអញ្ចឹងយើងប្រើ skill បានតិចជាងមុនបាទយ៉ាត់យ៉ាត់អស់ម៉ាណាប្រើ skill បាទសម្រាប់លោកគ្រូឆាយក៏ដៃបកគាត់នៅសតធំនេះគ្នាមានឡើងខ្ញុំជឿថា Fasha អាចកន្លុកវគ្គមួយនេះបានជាមួយនឹង Khalid ដែល Khalid មានជីខ្សាច់ Fasha មានចាប់គាត់មានដៃធំមែនតើយូរហើយណាក៏ជាកាមេរ៉ាសុវត្ថិភាពដ៏ធំដែរអូសធានទេចំសិធាននេះយកមក stop ជាមួយនឹង Team Fight នៅពេលដៃគូនេះគាត់លោតជួនណាខ្លោតចុះប៉ះស្វែងទាំងពីរហ្នឹងបើយើងមើលទៅជាមួយនឹងការតឡើងម៉ាណាមិនតិចប៉ុន្តែយើងដឹងជាមួយនឹង Cloud ឥឡូវក៏អស់ម៉ាណាដែរតែ Cloud ខ្ញុំតេស្តឲ្យតកម៉ាណាមួយដែលចំណាយ120លុយឯងគ្រាន់ហ្មងកាក់ម៉ាណាមួយហ្នឹងយេតោះតែគាត់ទេ last pick Roamer ឬ Jungler ឥឡូវខ្ញុំជឿថា last pick នេះជា Jungler ហើយជា utility បើសម្រាប់ខ្ញុំអាចនឹងដកជាមួយនឹង High Loss មកលេងបានអត់បងព្រោះតែការ front line មកមួយទៀតណាក៏បានបាទ front line ជា Jungler ឬក៏ front line ជា Roamer ប៉ុន្តែអាចនឹងខុសកាត់គិតបើយើងទាំងពីរមែនខ្ញុំនិយាយចឹងគឺ Jungler damage ចង់លើ damage ប៉ុន្តែគាត់សយមួយ
គាត់ pick Romer ហើយនៅពេលដែលគាត់មាន damage ទាំង4 lane អញ្ចឹង បាទ គាត់អាចលេង Romer ដែលអត់តាន់ទេអត់បើក map បានទៀតប៉ុន្តែជា Romer damage ដូចគ្នាហើយលេង5នាក់មកគឺ Romer chip តែគាត់ pick គូនាវាឲ្យបាត់ហើយ បាទ តែអានេះខ្ញុំជឿថាបានប្រហែលជា 80% ពីអ្វីដែលគាត់ scrim តែអាចលេងបាន បាទចាំមានអារម្មណ៍ថាជាមួយនឹង Pro Esports នៅក្នុងតារាភិកមួយនេះហ่ะមើលទៅអត់ damage ច្រើនខ្លាំងមែនទេ 7 Jungler ស្វាគមន៍ទៅកាន់លោកគ្រូ Cat គាត់ អូ ជាធ្ងន់ដែរដូចឲ្យប្រកបញ្ជាក់ដែរថាថ្ងៃនេះបើសិនជាលេ Assassin Hero Pool យើងជាអៀតបន្តិចចូលមកគឺគេ ban 3 pick 1ហ្មង បាទ មិនជាអៀតបន្តិចទេណាគឺគេឲ្យលេងហ្មង បាទចឹងរូបភាពនឹងក្នុងការជំរុញទៅ Hero ក្រៅផាច់បានចឹង បាទអត់ទេដូចខ្ញុំនិយាយចឹងបើខ្ញុំជាលោកគ្រូឆាយខ្ញុំធ្វើចឹងដែរ បាទ ចឹងនៅតែខ້ອຍលីមានអីលឿនហ្នឹង បាទ បាទចឹងស្វាគមន៍នេះជាមួយនឹងជំនុំនៅក្នុងគូទី1វគ្គទី1របស់យើងដូចគ្នាផងដែរ Galaxy Legend ត្រូវជួបជាមួយនឹង Pro Esports បាទចឹងចុះមកភ្លាមៗបើក៏យើងបានឃើញជាមួយនឹង Gabriel ក៏ដូចជា Wiki គាត់ជ្រើសរើសជាមួយនឹង Spare Purify ផងដែរបាទសម្រាប់គាត់ទាំងពីរបាទចំណែកជាមួយនឹង Pro Esports Flicker 4នាក់ Retribution 1គឺ Coily បាទ បាទវគ្គនេះទៅ passive សធានគួរសមដែរជាពិសេសគូនិវារ៉ូមគឺលោតទៅរៀងទៅដែរហ្នឹងណាបាទចឹងជាមួយការសហការគ្នារបស់ពួកគាត់ព្រោះត្រាស់មួយនេះខ្ញុំជឿថាមានដៃលេងទាំងសងខាងយ៉ាចូលវាយដល់ព្រៃបានអត់បានវាយព្រៃគេទេអត់ចេញ no lane គេវាយព្រៃវិញយកតែម្ដងអូយអមកងជាមួយនឹងការលើកពីសាតែបៃតងមួយនេះយកបានក៏បានក៏ដល់ដល់ Felix ចូលមកវិគៀទៅលើ Cadeza ងាយជាមួយនឹងការ Cherika អូបើយើងមើលអំបញ្ញមិញអត់ចំណេញពីខាង Galaxy Legend ទេណាបងដែលយើងបានឃើញជាមួយនឹង Gabriel ក៏ដូចជា Cadenza ទៅក្លុកជាមួយនឹង Coily ក្នុងការអត់ឲ្យយកជាមួយនឹង Orange របស់ទេក៏ប៉ុន្តែ Coily គាត់ឆ្លាតខ្លាំងមែនតើនៅពេលដែលគេក្លុកអញ្ចឹងគាត់ទៅយកជាមួយនឹង Pop របស់វិញបាទហើយចំណេញបានមួយឃាទៀតបាទប៉ុន្តែ Hayabusa វានៅតែជា Jungler ដែល stir damage និង stir នៅក្នុងការរត់ចេញពីថតទី1គេអាចនឹងអត់ចូលទៅថតទី1តែបើសិនជា Felix បានមកឃាបែបនេះចាំមើលថាតើថតទី1គាត់ចូលអត់បាទតែ Cadenza ក៏គាត់ឆ្លាតដែរគាត់ដឹងតែគាត់ដាច់គាត់អត់ប្រើ Flick ទេគាត់ទុកឲ្យដាច់យកហ្មងដើម្បីទុក Flick វាយទៅថតទី1វិញឆ្លាតទល់នឹងឆ្លាតបើយ៉ាងណាក៏មានការវាយមាន lane Coily level 4ក៏ស្មោចូលជាមួយនឹងការកោ The most aggressive Jungler កោឬក៏មិនកោអត់កោទេគេមានឡើងឈាមលេងមួយចិត្តជាក់បាទរងវិញ Santai bro Santai អាយ៉ា Ultimate របស់ Coily អត់តប្រើទេណាបងប៉ុន្តែបើយើងមើលជាមួយនឹង Lin ក៏អស់ ulti ដូចគ្នា Retribution ក៏អត់មានដូចគ្នាអញ្ចឹងជាមួយនឹងថតទី1នេះខាង Pro Esports អាចនឹង retrieve បានដែរទេបាទ Midland ក៏មានការវាយសងវិញអត់ដាច់ទេអស់សមោលទៅកាន់ Coily បន្តទៀតបាទថត spawn បាទជាមួយនឹងវត្តមានចាំងកទាំងពីរគឺ level 4ស្មើគ្នាទេបងតោះ Cadenza ហៅ map ហើយពួក Cadenza ហៅ map ហើយយកប៊ូសាឃើញហើយគេក៏ដឹងនេះគ្នាថាថតទី1គេអាចនឹងអត់ចាញ់ស្ដាយអាយ៉ាបើងផ្ទះវាយ solo kill ទៅលើ Gabriel យកដល់ជាមួយនឹង Felix តែថតទី1 mini Coily ក៏នៅតែម្ដងនេះក្នុងតែលាស្តានគប់ចូលត្រីថតទី1បានទៅលើ Galaxy Legend បើយើងក៏លេងមកមើលជាមួយនឹង Coily បើមិនគាត់រៀង stir ដៃបន្តិចក្នុងការ retreat អត់តាន់ជាមួយនឹងវត្តមានរបស់ Lin យកតែម្ដងបាទចឹងជាមួយនឹងថតទី1បានទៅលើ Galaxy Legend ក៏ប៉ុន្តែជាមួយនឹងបន្ទុក kill ក្នុងវគ្គមួយនេះគឺ2-0ទេ goal លេខគ្នាមិនទិញទួចតែម្ដងជាមួយនឹង objective ទី1បាទសម្រាប់ team ទី2ណាមួយ Coily មិនគាត់ដឹងដែរគាត់ទៅ record ទៅទៀតឲ្យដើរចុះសាទិញបើជើងរត់លឿនយកតែម្ដងអូទៅលើ Chosin តែបើមិនយើងអត់បានឃើញជាមួយនឹង Emblem បងបាទខ្ញុំអត់ដឹងដែរបាទចាំភ្លាមជាមួយនឹង Goal Land South រៀងខ្លួនទេពី Wiki ហើយនឹង Kuzen បាទសម្រាប់ goal ដូចជាមិនជាបញ្ហាសម្រាប់គាត់ដូចគ្នាតែងតែមានជាមួយនឹង Cloud ហើយនឹង Kari Midland បាយ passive ណា Midland អូយអត់ទេបាទល្អមែនតើយ៉ាងណាអញមិញនឹង passive រត់នៅតែគាត់ដើរទៅ recall បុកមួយសម្ោគូនវាដាច់ passive បាត់ cooldown 90វិនាទីរឹងបាទឥឡូវបែកំពុងតែខ្វាកចំ Midland គេអស់ passive ហ៎មិញថា load បុកឲ្យបាយ passive តែពេល load អត់ចំដើរមកបុកសម្ោបាយ passive ទៅដែរបាទចឹងរៀងកំហុសឆ្គងរបស់ខ្លួនឯង Yes sir តាមពិតគេចង់បាយដែរតែក៏ប៉ុន្តែគេបាយអត់ត្រូវដល់ពេលទៅគេជឿថាឥឡូវខ្ញុំជួយបាយខ្លួនឯងយកហ្មងបាទGabriel ដាច់បើ Felix ម្ដង Felix មាន PK នៅក្នុងដៃតាមពិត Hero Uranus គាត់បិទផ្លូវស្ទឹងបានមិនឲ្យ Sora ចុះផ្លូវស្ទឹងទេតែនៅពេលដែលគាត់ដាច់ម្ដងឲ្យ Felix មាន PK អញ្ចឹងគាត់អាចនឹងបិទផ្លូវស្ទឹងអត់បានវិញបាទព្រោះដោយសារតែយើងដឹងស្រាប់ហើយជាមួយនឹង Hero Sora ជា Hero ដែលមាន damage ក្នុងគួរសមមកវាយជាមួយនឹង Uranus បានណាបងបាទប៉ុន្តែបើវាដាក់វានឹងអស់ LT ចូល Team Fighter ថលត្រឹមត្រូវប៉ុន្តែអាចនឹងអត់ដាច់ Uranus តែបើ Uranus រៀងក្រ Sora រៀងមានSora អ្នកបិទផ្លូវស្ទឹងវិញទៀតយើងមើលនៅក្នុង map បាទដោយសារ Sora មានចំពេល Uranus ដាច់ម្ដងបាទចាំភ្លាមជាមួយនឹង objective ទី2នឹងមានការ spawn នៅក្នុងរយៈពេល6វិនាទីបន្ថែមទៀតប៉ុន្តែបើយើងមើលជាមួយនឹងសាហើយនឹង Felix កំពុងតែបិទ map របស់វត្តមានរបស់ Lin ណាដែលយើងដឹងហើយជាមួយនឹង Jungle នៅពេលដែលគេឃើញ map ពិបាកក្នុងការ farm ក៏ដូចជា rotate ក្នុងការទៅ lane ណាមួយសម្រាប់ពួកគាត់បាទចោល minion មក Val ឲ្យតែម្ដងពី Gabriel expert lane នេះបេះដូងធំមែនទែនដើម្បី team ចោល minion មក Val ខណៈពេលដែល Felix ទៅតែម្ដងតាមក្រោយ clear mid បន្តទៀតចូល level 8ចូលជាមួយ team boy អត់ទី2ដល់ជាមួយនឹងកាកោក៏មានមិនតង់បងវាយនៅបងដាក់ជាមួយនឹង Cadenza ចាប់តាន់ជួយគ្នាតែក៏មានអ្នកវាយជាមួយនឹង Gabriel លឿនដូចគ្នាផងដែរ Gabriel អាចនឹងតាន់បានដូចគ្នារំញីកាយជើងបាច់អាទីមិនដល់ទេតែ Felix នៅតែបាត់បង់ដូចគ្នាជាមួយនឹងការចាយ Felix 4-0នឹងស្មើបន្តទៀត
đi make អ្នក skill សំខាន់ជាច្រើនអត់មានអ្នកចង់ចូលនោះទេថាដល់ទី2គឺបានទៅលើ Pro Esport បាទប៉ុន្តែបើយើងក៏លេងមកមើលជាមួយនឹងការហក់ជន់បាញ់បាញ់ពី PP ហើយនឹងវត្តមានរបស់កុយលីក្នុងការប្រើ ultimate ចាប់ទៅលើរោរបស់គាត់ការ cover ultimate របស់រុនមានអារម្មណ៍ថារៀងយឺតមកបន្តិចបាទឬគាត់ចង់ដាក់កោហើយនៅពេលដែលកោផុតដាច់ជាមួយនឹងកាដិនសាបានជាប់ស្តាន់មកវិញអាហ្នឹងយើងក៏អាចថាបានដូចគ្នាផងដែរបាទ ណាមួយយ៉ាបាទដែរព្រោះថាគូនេះវាកវីអ៊ីមញុន ហ្នឹងហើយ បាទណាមួយអាលទីរបស់សធានក្រៅពីបន្តស្តាន់វាមានបូក movement speed ឲ្យគ្នារបស់យើងបាន 40% 2វិនាទីអញ្ចឹងអាចនឹងគាត់ថាចាំរត់មកចុចឲ្យរត់មក បាទអញ្ចឹងយើងកុំភ្លេចដែរជាមួយនឹង Infinite Note 60 Pro 5G it's not what you think បាទសម្រាប់គ្រប់ដំណើរការអ្នកដែលចូលចិត្តលេងជាមួយនឹង Mobile Legends ដែលប្រើជាមួយនឹងម្ទេស chip Snapdragon Pro 5G នាំមកនៅជាមួយនឹងអេក្រង់ 144 Hz តែខាងលើមានការវាយគ្នាកុំស្មើកោក៏មិនដូចជាអត់ដាច់ទេអត់ដាច់ហេអូអេអត់ដាច់ទេបាទមិនភ្លេចនេះគ្នាជាមួយនឹង RAM 24G អេក្រង់ AMOLED អ្វីដែលអែមយកតែម្ដងគឺមានជាមួយនឹងការសាកថ្មលពឿនរហូតដល់ទៅ90វ៉ាត់ព្រមទាំងការរចនាពោពេញដោយអានុភាពបាទធ្វើការរំលាយការជើងវិញពីវិគីធ្វើការវាយទៅលើពេចាយភ្លេចកាប់ពេទៅម្ដងកាប់ពេយកមកជាមួយនឹងពេ1 kill ផងដែរ បាទទីភាសានេះគឺល្អខ្លាំងមែនតែក្នុងការ stop ពេមិនឲ្យរត់រួចទេពីវត្តមានរបស់រុនក៏ដូចជាសមាជិករបស់ Galaxy Legend វាយ3អ្នកយកតែម្ដង បាទខ້ອຍលីទៅការកោនៅខាងមុខតែសមោនៅក្រៅក៏មានអ្នកយាមដូចគ្នាសួរបួបាទឃើញឲ្យដូចខ្ញុំនិយាយចឹងតគួរវគ្គមួយនេះគឺដៃមានលេងទាំងសងខាងបាទ respect ខ້ອຍលី4ឯដល់ធ្វើមិនលេងអត់បានលេងបានហ្នឹងហើយបាទឥឡូវជាមួយនឹងការប្រែអាចមានឱកាសក្នុងការកាក់ lane មុនហើយប៉ុន្តែ3អ្នក rotate មកជាមួយនឹងការរត់បានឬក៏មិនបានបាទដូចជាអីដែរគាត់សប purify ថលអីណោះបាទបើកអាទីលេងអាប់ដេតថ្មីក៏ដោនយូរមិនមែនបើកលេងតែក៏ដោនយ៉ាត់ពេញអត់តន់បាទថាទី3ក៏មានការ spawn មកវិញគ្នាក្នុងរយៈពេលតិចទៀតតែប៉ុណ្ណោះសម្រាប់ team ទាំងពីរក៏ rotation មកក្នុងការយកជាមួយនឹង objective មួយនេះផងដែរបាទបាទ map ពេអូកោអត់ទេជាមួយនឹងការលូតរបស់ពេនេះឃើញនឹង map លូតមកវឹបស្មានហាយ៉ាតាមកាពិត Go Nivea ទេបាទបលែងចោលបាទ Go Nivea Summer Skin តម្រងមួយនេះចូលទៅកាន់ចុងវគ្គទាំងអស់គ្នាមើលក៏មិនឃើញថាក៏មិនត្រូវយើងក៏មិនតាមដឹងដូចគ្នាកម្រិតនៅក្នុងការ carry ទៅកាន់ចុងម៉ងមានអារម្មណ៍ថា Cloud ត្រូវលេងជាង carry បាទសម្រាប់ Vicky ទៅលើ Kuzen បាទចឹង RT គឺពេញទាំងអស់តែម្ដងណាស់តែ map ណាឧស្សាហ៍បើក map វិញបណ្ដោយមិនចឹងអីមិនចេះបាទអត់ដឹងណាគេបើក map ព្រោះថា hero តែ point នេះគ្នាចូលវាយប៉ាណាប៉ានេះជាមួយនឹងការតម្លាក់ RT បុកវាយទៅលើ Coily ប៉ុន្តែ Coily នៅតែ retreat បានដល់ចិត្តជាមួយនឹងពេយកបានមួយគេទៅលើ Linda ចេញយ៉ាងស្អាតពី Pro Esport អូ my G ទៅកោចូលកដេនសាមានឡើងឈាមបុកជាមួយនឹងស្មៅមកខាងក្រោយទាន់ពេលវេលាពី Coily បានមកបែក passive ទៀតតែបើយើងមើលជាមួយនឹង objective បាញ់មិញក្នុងការ retreat បើយើងមើលចាំងកទាំងពីរលិចគ្នាមក level បងប៉ុន្តែអ្វីដែលសំខាន់ថតនឹងដាក់ចូលមកក្នុងបន្តិចធ្វើឲ្យ Lin គាត់អកស្រើក្នុងការ retreat យូរសិនដូចគ្នាបាទមករឿងសំខាន់ទៀតពេកំពុងflick ជាមួយនឹងការជន់ flick ទៅលើវត្តមានរបស់ខាង Galaxy Legend គឺល្អខ្លាំងតែវាយដាច់ហើយអត់ដាច់ខ្លួនឯងទៀតបាទតែយ៉ាងពេនេះលេងតែ Hero Lock ទេបាទ Romer លេ Hero Lock EXP មក pick Hero Lock ទៀតដែលអាចជាយឺសង Phobia 2អ្នក Lock 2អ្នកសល់3ស្មើយកមកបាទអូយបាទឆ្លើយជាមួយនឹង goal lead 2.8k បាទពីខាង Pro Esport ក៏ដូចជាបន្ទុក kill អត់ច្រើនដូចគ្នាផងដែរបាទអញ្ចឹងយើងក៏ភ្លេចដែរជាមួយនឹងកញ្ចប់កម្រង AO Gamer ភ្ជាប់ជាមួយនឹង AO Gamer បានទាំងអ៊ីនធឺណិតបានទាំងពេកក្នុងកម្រងតែមួយតែម្ដងជាមួយនឹងការភ្ជាប់ក្នុងអស់រយៈពេលតម្លៃត្រឹមតែ$1តែម្ដងក្នុងមួយសប្តាហ៍បាទចឹងអ្នកគ្នាចង់ភ្ជាប់អី complete download ជាមួយនឹង App Store ខាងទៅបាទងាយលោតតែស្មើវិញតនពេលវេលាជាមួយនឹងការដល់ថយពីពេសល់ដាស់មួយទៀតបាទអញមានការឃើញ map គ្នាទៅវិញទៅមករវាង Cadenza ក៏ដូចជា Felix ផងដែរបាទការ ban ជាមួយនឹងវគ្គមួយនេះណាសម្រាប់ក្រុមដតីគេអង្គុយមើលគ្នាបើធ្វើចឹងឈ្នះ Pro លើក្រោយគេធ្វើដែរបាទអញ្ចឹង Pro Esport បើសិនជាវគ្គមួយនេះចាញ់ស្អែកទៅតែមានចាំង color មកថ្មីដូចជា D របស់ Digital Land ដូចជា Land Slot អីចឹងណាបាទអាចចេញរូបភាពច្រើនបាទចើជាមួយនឹង T1 Trend យកបានអត់ពី Coily ខ្ញុំគិតថាយកបានហើយអូអត់វាយទេបាទមានការកុំស្មៅដកថយទៅវិញទៅមកនេះគ្នាចាំមើលយើងចាំមើល item របស់គ្នាថា Cloud នឹងមានការយកជាមួយនឹង item អីបូកឡើងម៉ាណាអត់តែបើតាមខ្ញុំតែយកមិញខ្ញុំទិញតែកាក់ម៉ាណាទូចមួយអស់120លុយលេងគ្រាន់ធម្មតាគ្រាន់ថាចេះបើសិនជាគាត់សម្រាប់ចិត្តក្នុងការលេងដោយសារតែឥឡូវគេដកម៉ាណាសម្រាប់ឲ្យ Cloud គាត់មានណាប៉ុន្តែបើរូបភាពមួយទៀតគាត់ដាក់ជាមួយនឹង comment basic អាចនឹងឡោះតែយើងឃើញ emblem សំខាន់យើងឃើញ emblem ឥឡូវនេះប្រហែលជា comment basic ព្រោះអត់ឃើញមានពាក្យអីបូកម៉ាណាព្រោះដោយសារយើងឃើញ emblem បាទចឹងពួកឯងក៏មានការដូរជាមួយនឹងរូបដូចគ្នាផងដែរយ៉ាងណាជាមួយនឹង T5 លោតទៅបានបើកដូចគ្នាមានការលោតវាយបើកមុខជាមួយនឹង Felix 1ទៅ3ខ្ជិបអូមកក្រោយបានមកដល់ទៅ2ចូលខ្វះ2ឡើងទៅសៀមជាមួយនឹងការវាយរះជាមួយនឹង Ulti មកវិញជាមួយនឹង Vicky តែដាក់ជាមួយនឹង Cadenza ណោះវិញទេមកចេះ Dimake ខាងដូចជាគ្រប់គ្រាន់អីយ៉យមួយលោតគឺបានទៅលើ Pro Esport យ៉ាងសង្ហាបាទអីយ៉ាចង់យក T1 តែទៀត
អត់យកទេបើអញ្ចឹងជាមួយនឹងឡូម៉ានីបានទៅកាន់ Pro Esport ប៉ុន្តែបើយើងមើលមកអល់តែមិនក្នុងការស៊ីដុំចេញពី Galaxy League ចឹងណាគាត់ធ្វើបានល្អក៏ប៉ុន្តែដើម្បីគាត់រៀងស្ទើរក្នុងការវាយផ្ដាច់ Hero គេសល់ឈាមបន្តិចបន្តិចតាដាច់បាទ Galaxy Legion គឺជាក្រុមដែលខ្លាំងពេលទប់ផ្ទះគាត់អាចនឹងធ្វើមួយរឿងដើម្បីចាប់ Kuzen ហើយរឿងមួយនោះគឺចេះគាត់នឹងយក Khalid បាទ ហើយចាក់ Alti នៅក្រោមជើងចាក់ឈរឡៃហ្នឹងចាក់ឡៃហ្នឹងហ្មងហើយ flick ទៅមកអាក្បាច់ហ្នឹងដល់ឲ្យហ្វីលីពីនគេលេងឆ្អែតហើយអញ្ចឹងវាលឿនមក Alti ហ្នឹងជាប់ Alti សធានតម្លាក់មកមួយទៀតយក Carry បានហើយចាំមើលមកយកបានអត់ បាទអាហ្នឹងរូបភាពក្នុងការប្រើ Ultimate អូលុតគាត់ឲ្យមុនពីពេបានរកបានសាប់ពី Kuzen យកបានទៅលើ Caden ទៅពេឈ្នះបានខៀលនោះទេអស់ Purify មួយទៀតទៅកាន់ Gabriel ខាងលើដេញវាយ Coily 1ទៅ2គឺណាពេលដែលមានការថយមកវិញក្នុងដែរ Lin សុំតែការដកថយជួបជាមួយនឹង Ghost Superman ជួបជាមួយនឹងសមោតែមានការដកថយមកវិញដូចគ្នារវាងចាំងលើទាំងពីរបាទតែនៅខាងក្រោមទូសៀលមួយក៏ដូចជាមានការ clear ជាមួយនឹង Lord បានពីខាង Galaxy Legend ចង់ក៏ប៉ុន្តែយើងបាត់បង់ជាមួយនឹង Trade off ពីផ្លូវដែរបាទក៏បាត់បង់ជាមួយនឹង Caden 3មួយទៀតយ៉ាងណាក៏មានការវាយទៅលើ Pom ដែរទេបាទមួយអ្វីដែលខ្ញុំនិយាយគឺជាមួយនឹងការចាំចាប់ពី Caden 3បានចាប់ទេបាទដាក់ Alti ក្រុមជើង Flick បាទចំណាំមើលជាមួយនឹងប៉ៃនៅក្នុងវគ្គមួយនេះ Flicker គាត់ធ្វើប្រើណាបងក្នុងការប្រើ skill load ហ្នឹងគឺ load នៅមុខយកតែម្ដងដូចជាអត់ទាន់ប្រើស្បីម្ដងព្រោះដោយសារដែរឃើញ cooldown បងបាទព្រោះតែយើងដឹងហើយជាមួយនឹង Hero Urena ក៏ដូចជា Khalid គឺជា Hero ឈ្មោលទៅមុខដែរបាទអាយ៉ាមួយកោចូលដល់ផ្ទះ Master តែមិនទាន់ Oh my G បានបង Lin មកទៅហើយអត់យកទីឈរខនមកផ្ទះ The most aggressive jungler ពី Coily វ៉ាវបាទជាមួយការកោដូចគ្នាក៏វីសាប់បាយហ្វ្រីទៅលើ Cadenza វាមិនបានបាយនោះទេពេចាប់បាយរហូតតែម្ដង Form Mid Michelle គេបាយហ្វ្រីទៅទៀតចឹងណាក៏មិនមានការតដៃវិញKuzen ចាយឈាមច្រើនពេកណាឥឡូវយើងក៏លេងមើលជាមួយនឹងការចាប់បោករបស់សាមបាញ់មិញណាពេហក់លោតជន់ហ្វ្រីយកមកបាទនិយាយទៅ Duo Midland នេះមានអារម្មណ៍ថាគេស្និទ្ធនឹងគ្នាថាឥឡូវខ្ញុំបោកបានចាក់ហក់មកកវីមួយដាច់ជាមួយនឹង Cadenza យកតែម្ដងបាទក្នុងវគ្គនេះ Cadenza 5 ដងបាត់ហើយអញ្ចឹងក្នុងភាពបើកមុខរបស់គាត់គឺពិបាកក្នុងការបើកមុខបន្តិចហីបាទពិបាកអីប្រើរូបមន្តរបស់ Dark Side មកវាយមកយើងខ្មែរតាក្នុងម៉ៃឆែកលើវាយមកមូលហេតុយើងខ្មែរតាគេចង់និយាយថាដៃកូនខ្មែរបាទចាំជាមួយនឹងឡទី2នឹងមានការ spawn នៅក្នុងរយៈពេលបន្តិចទៀតតែប៉ុណ្ណោះចំណែកឯ Galaxy Legend បើយើងមើលទៅជាមួយនឹងការ lead goal ពីខាង Pro Esport គឺច្រើនខ្លាំងមែនទែនដល់តែ 8.8k បាទអស់តែបានទេកាប់រៀលបាទចូលដល់ឡទេតកូអើយបាទចូលដល់ហ្នឹងបាទចូលដល់ក៏មិនចូលដល់ Gabriel where are you Gabriel កំពុងតែសួរ where is my teammate ដូចគ្នាឥឡូវនេះក៏ឃើញឈាមដល់ 30% Lin នៅក្បែរនឹង Coily តាមមកជាមួយនឹង Lin ទៅឆ្ងាយចូលមកវិញអត់ដល់នោះទេ Retry មិនដល់នោះទេខ្លីដៃខ្លីជើងបាត់ហើយ Lord មួយនេះចូលដល់នោះទេតកូអើយបាទមាន Urena បាត់ Hero របស់ Coily 4 Hero នៅក្នុង Meta ចូលមកដល់ Lord ទី2នោះទេបើសិនជាអ្នកនរគ្នាត្រូវប៉ះជាមួយនឹង Pro Esport វគ្គបន្ទាប់តើយើងនឹងធ្វើបែបណាទៀតបាទឡើយអស់ Alti កន្លែងមកជាមួយនឹង item អូចំ Felix អស់តែមិនដែរគាត់ចង់ដាក់ Alti Flick អត់តែអស់ទេបាទត្រូវចាំអ្វីដែលខ្ញុំនិយាយណា Cadenza អាចចាក់ Alti ក្រុមជើងគប់សម្ោចចូលកោ Shuriken បន្តទៀតដូចគ្នាបាទនៅតែ clear បានរងចាំជាមួយនឹងវត្តមានរបស់ Lord មកពីខាង Pro Esport បើយើងក៏លេងមកមើលជាមួយនឹង item របស់ Ron ហើយនឹងសាប្រហែលគ្នាដែរ Midland ប៉ុន្តែបើយើងមើលជាមួយនឹងសាដាក់ ready មកគាត់បងបាទពេទិញ utility item 2តកូបាទមានតែកាត់ data speed មានតែកាត់ឡើងឈាមបាទ Lord ក៏បានមកដល់ Lord មួយនេះអាចនឹងបញ្ចប់វាតែការចាប់ទៅលើ Kuzen អាចจะ top pick ដល់ធំនេះគ្នាខ្ចប់អូមកក្រោយចុចជាមួយនឹង Purify មានការ flash ទៅលើស្មាមកវិញនេះគ្នាមកដែរចុច Alti ស្ទៀនចាប់ជាប់ជាមួយនឹងវត្តមានរបស់អ្នកក្រោយ Kuzen ទៅក្រោយវាយ free នៅកំពុងនេះជាមួយនឹងការវាយយកពីពេវាយយក double kill សុំ triple kill មួយមកសុំ triple kill អត់ឲ្យ triple kill វាយតែមិនឲ្យ triple kill វាយឡើយចុចជំនះវគ្គទី1ក៏បានទៅលើPro Esport